ខ្ញុំអាយុ18ឆ្នាំហើយអាយុ18ឆ្នាំខ្ញុំសอบតា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី1ដល់ថ្ងៃទី26ខែឧសភាឆ្នាំ2025នៅសាលាឃុំសង្កាត់ចំពោះយុវជនយុវតីដែលទើបដល់អាយុ18ឆ្នាំគិតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2025គឺអ្នកដែលបានកើតមុនឬត្រឹមថ្ងៃទី1ខែសីហាឆ្នាំ2007សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំសង្កាត់ឬទីតាំងចុះឈ្មោះតាមភូមិណាមួយក្នុងឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅឲ្យបានគ្រប់គ្នា ចុះឈ្មោះបោះឆ្នោតត្រូវអីខ្ញុំអាយុ18ឆ្នាំអីខ្ញុំត្រូវទៅចុះឈ្មោះបោះឆ្នោត Yes អញមើលឃើញអត្តសញ្ញាណប័ណ្ណអញ្ចឹង អត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចុះឈ្មោះបោះឆ្នោតបានអត់បានប្រកាសជាបានអញ្ចឹងលោកគ្រូជួយចុះឈ្មោះបោះឆ្នោតខ្ញុំមួយផងតែប្អូនត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតទើបខ្ញុំអាចចុះឈ្មោះបោះឆ្នោតជូនប្អូនបានអីគេលោកគ្រូឯកសារបញ្ជាក់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតអូបាទលោកគ្រូដើម្បីបានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតប្អូនត្រូវយកសម្បត្តិកំណើតច្បាប់ដើមឬសេចក្តីចម្លងសម្បត្តិកំណើតឬសម្បត្តិបញ្ជាក់កំណើតឬសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតនិងរូបថត 3x4 ពីរសន្លឹកទៅជួបចៅសង្កាត់យើងហើយនាំសាក្សី2នាក់ដែលរស់នៅក្នុងសង្កាត់នឹងទៅជាមួយផងមានរូបថតទេខ្ញុំនេះជាឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតបាទអរគុណលោកពូខ្ញុំអាចចុះឈ្មោះបានហើយមែនអត់លោកគ្រូនឹងហើយចុះឈ្មោះបោះឆ្នោតបានហើយយេអរគុណលោកគ្រូអរគុណ